រង្វង់មូលខេត្តត្បូងឃ្មុំផ្លូវបំបែកជ្រមុះជ្រោករੂបសំណាក់ចៅពញានៅក្នុងស្រុកពញាក្រែកខេត្តត្បូងឃ្មុំតែឥឡូវយើងចេញដំណើរទៅចំការត្រេនដោយចូលតាមផ្សារចំពាំងចំការធូរេនគ្រូជាន់និងគ្រីមណេតឥឡូវយើងមកដល់ទីតាំងផ្សារជាពាំងហើយដូច្នេះយើងបន្តដំណើរទៅទៀតដើម្បីទៅដល់ទីតាំងចំការផ្ទាល់តែម្ដងសម្រាប់ទីតាំងចំការគឺស្ថិតនៅក្នុងភូមិមេម៉ៃឃុំក្រែកស្រុកពញាក្រែកខេត្តត្បូងឃ្មុំបាទសួស្តីអ្នកទាំងអស់គ្នាឥឡូវនេះយើងមកដល់ទីតាំងចំការហើយចំការនេះគឺមានទំហំទៅដល់6ហិកតាហើយនៅក្នុងនឹងគឺមានទាំងស្រះទឹកដើម្បីផ្គត់ផ្គង់ទៅដល់ការស្រោចស្រពដំណាំផងដែរហើយសម្រាប់នៅក្នុងនេះគឺជាចំការត្រេននិងមានជាដំណាំត្របែកចន្លោះមួយប្រហែលជាល្បាក់10ដើមជាងនេះទេហើយនឹងមានដំណាំផ្សេងចន្លោះមួយអញ្ចឹងទៅអញ្ចឹងសូមរីករាយទស្សនាជាបន្តជាមួយនឹងការបង្ហាញពីខាងលើជាមួយនឹងការថតចេញពីដ្រូន ស
បាទឥឡូវយើងមកដល់ទីតាំងចំការត្រេនហើយនេះគឺកន្លែងសម្រាប់បងគាត់អ្នកនៅមើលថែរក្សាចំការនៅពីក្រោមដើមត្រេនទាំងអស់គឺសិតសឹងតែជាប្រព័ន្ធទឹកដែលយើងរៀបរួចជាស្រេចមានជាលក្ខណៈក្បាលរួយបាញ់ទឹកចេញ3ជ្រុងហើយមុននឹងប្រវែកប្រព័ន្ធទឹកទៅតាមដើមគឺយើងមានទយោមេនេះមានទយោមេហ្នឹងតម្លៃផឹងសម្រាប់ខ្ញុំអត់បកកែខាងទំហំទយោហ្នឹងទេពេលដែលយើងធ្វើដំណើរតាមផ្លូវហ្នឹងចូលទៅដល់ចុងផ្លូវនៃចំការហ្នឹងគឺយើងទៅដល់ស្រះទឹកហើយកន្លែងនោះហើយគឺជាប្រភពទឹកដែលយើងអាចបូមយកមកស្រោចស្រពដំណាំបានដោយងាយស្រួលព្រោះរក្សាតែធម្មតាមានចំការគឺយើងត្រូវមានប្រភពទឹកអញ្ចឹងហើយមិញហ្នឹងបេះផ្លែលាវាយកមកចុងបាល់ឆ្ងាញ់បាល់ហ្នឹងហើយផ្លែលាវាចុះឆ្ងាញ់នេះដើមលាវាយើងបេះវាញ៉ាំចុះជាមួយអំបិលជាប់ជាមួយនឹងដើមលាវាហ្នឹងគឺមានដើមខ្នុរទៀតនៅក្នុងដីចំការហ្នឹងគឺមានដើមតបាយទៀតបាយខ្សោបលក្ខណៈតែប៉មអញ្ចឹងរេវឡើងហ៊ុនមែនចៃបេះផ្កាបេះធួយចោលផ្លែច្រើនដែរក្នុងដើមនេះយើងដៅបេះវារាល់ថ្ងៃគឹមបាទវាផ្កាហ្នឹងឯងដែលយើងត្រូវបោះអងវាគឹមអូបោះអងទៀតអូតែយើងលាស់ផ្កាដើម្បីកុំឲ្យវាមានតកើទៀតឲ្យវាឈប់អានេះអស់ឲ្យវា
មានតកៅហើយបេះធួយចាញ់មានធួយបេះធួយវិញម្ចាស់ចំការទុរេនមិនណយទេហត់មកទៅហឹងដែរនោះបេះនេះផងបេះនោះផងងន់នេះផងងន់នោះផងទៀតម្ដងនេះដល់កហើយមើលផ្កាnó nhá mẹ ơi đi cà đi trong bì hồi bầy hồi bạn hết mà cho cào đi ấy ngon nó chụp ca không ca cái trong viên ấy ấp chụp không cái kia mấy ngon mày ơi thì ca nó xinh nhỉ lần đừng hai cho kia này Cả cái này cứ đám thông hay đám lúc này năm bơ năm ajuka hay để nâng miền đám trên bạn mà rồi đám chiến tích dân số rịch đi tu sna chỉ mùi nâng video để bằng hành đi khang lờ để ngọc nè
បន្ទាប់ពីបានទស្សនាអំពីចំការទុរេនទី1ក៏ដូចជាចំការទុរេនទី2មកឥឡូវនេះ admin សូមនាំអារម្មណ៍បងប្អូនទស្សនិកជនទាំងអស់គ្នាទៅមើលពីដើមទុរេន5ដើមដែលជាទុរេនដាំជាលក្ខណៈហូបបែបគ្រួសាររបស់ម្ចាស់ចំការពេលមុនដែលគាត់បានដាំជាលក្ខណៈចំការនេះអញ្ចឹងសូមរីករាយទស្សនាដូចតទៅនេះ Ôi, trông là mừng. Chỉ trong mình chọnในវីដេអូមួយនេះខ្ញុំបាទសុភាវឌ្ឍនៈ Vlog សូមអរគុណនិងសូមគោរពលាជូនពរឲ្យអ្នកទាំងអស់គ្នារកទទួលទានមានបានកើតកាលវិគមនិងត្រជាក់ត្រជុំសុខដុមរមនា